ចាំមើលអ្នកណាខ្លះមានខ្លួនទទួលយកចោះលោកជីវ៉ាដាក់ចំទៅកាន់អ្នកប្រមូលលុយមូលនិធិមួយចំនួនថាកុំស៊ីដាច់លុយគេយកទៅធ្វើមានបានក្រោយចប់សង្គ្រាមកុំភ្លេចយកលុយនឹងទៅជួយបងវីរៈកងទ័ពខណៈពេលសង្គ្រាមថៃឈ្លានពានមកលើកម្ពុជាគេសង្កេតឃើញថាអ្នកអនឡាញល្បីឈ្មោះជាច្រើនបានបង្កើតមូលនិធិសប្បុរសធម៌ដើម្បីយកទៅជួយពុកម៉ែបងប្អូនដែលជាជនភៀសមកពីបណ្ដាខេត្តចាប់ព្រំដែនខ្មែរសៀមនិងបងវីរៈកងទ័ពដល់អង្គអាចក្លាហានជួមុខដែលខំលះបង់កម្លាំងកាយចិត្តការពារជាតិមាតុភូមិជាពិសេសបងវីរៈកងទ័ពដែលបានពលីជីវិតដោយសារតែឃើញការបង្កើតមូលនិធិយ៉ាងផុសផុលនេះហើយតើបលោកជីវ៉ាផ្ដាំផ្ញើសារដល់ជនឆ្លៀតឱកាសមួយចំនួនបង្កើតមូលនិធិដើម្បីរៃអង្គាសថវិកាចូលក្នុងហៅប៉ៅខ្លួនលុយជួយដល់បងកងទ័ពជួមុខនិងពុកម៉ែបងប្អូនដែលជាជនភៀសតិចតួចបំផុតលោកជីវ៉ាថានៅពេលដែលមានជនខ្លះឆ្លៀតឱកាសប្រមូលអំណោយថាជួយនេះជួយនោះខ្ញុំពិតជាអាណិតដល់បងវីរៈកងទ័ពខ្លាំងណាស់ឈាមដាបពេញដីត្រូវបានជនចង្រៃខ្លះយកទៅធ្វើអាជីវកម្មដើម្បីប្រយោជន៍ខ្លួនជាចុងក្រោយលោកបានបន្ថែមទៀតថាខ្ញុំអត់បានថាអ្នកណាចំឈ្មោះអ្នកណាឡើយអ្នកប្រមូលមិនមែនមានតែម្នាក់ឯណាលើកនេះមានច្រើនណាស់សូមកុំមានខ្លួនអាណិតកងទ័ពឈាមស្រោចដាបពេញដីតើបងប្អូនលេបលុយមូលនិធិកើតទេពេលចាប់សង្គ្រាមអ្នកប្រមូលលុយមូលនិធិទាំងអស់សូមមេត្តាយកលុយដែលគេជួយមកជួយកងទ័ពដែលរងរបួសកងទ័ពពលីនិងកងទ័ពដែលនៅជួរមុខផងសូមចិត្តអ្នកខ្លះកុំស៊ីដាច់លុយជំនួយកុំយកលុយគេធ្វើមានបាន